កងទ័ពអាកាភូមិន្ទសៀមគឺជាកងកម្លាំងការពារដែនអាកាសរបស់ប្រទេសសៀមដែលបានបង្កើតឡើងតាំងពីឆ្នាំ1913មកម្ល៉េះតួនាទីសំខាន់ទទួលខុសត្រូវលើភារកិច្ចចម្បងមួយចំនួនធានាសុវត្ថិភាពនិងមរណភាពដែនអាកាសរបស់ប្រទេសសៀមចូលរួមក្នុងសកម្មភាពយោធានានាដើម្បីគាំទ្រកងកម្លាំងជើងគោកនិងជើងទឹកបច្ចុប្បន្នមានបុគ្គលិកប្រមាណ 46,000 នាក់និងយន្តហោះប្រហែល674គ្រឿងគណនេយ្យនេះក្នុងឆ្នាំ2025ក្នុងចំណោមនោះមានយន្តហោះចម្បាំងទំនើបជាច្រើនដូចជា J39 Gripen និង S16 រួមទាំងយន្តហោះដឹកជញ្ជូនឧទ្ធម្ភាគចក្រនិងយន្តហោះហ្វឹកហ្វឺនជាច្រើនប្រភេទទៀតពួកគេកំពុងបន្តផែនការធ្វើទំនើបកម្មឥតឈប់ឈរដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនផែនការនេះរួមមានការជំនួសយន្តហោះចាស់ៗនិងនាំចូលបច្ចេកវិទ្យាថ្មីបំផុតជាពិសេសពួកគេកំពុងផ្ដោតលើការទទួលបានយន្តហោះចម្បាំងចំនួនថ្មីដូចជា Gripen ES និងការអភិវឌ្ឍសមត្ថភាពយន្តហោះគ្មានមនុស្សបើកដើម្បីបំពេញតម្រូវការសន្តិសុខនាពេលអនាគត។